ឆ្កែពាក្យឆ្កែគឺជាពាក្យមួយដែលមនុស្សដែលស្និទ្ធស្នាលជាមួយនឹងគ្នាតែតែប្រើប្រាស់ជេរគ្នាជារៀងរហូតប៉ុន្តែនិយមន័យដែលយើងប្រើនោះគឺសំដៅថាមនុស្សនឹងគឺអាត្មានិយមមនុស្សនឹងចេះមួយចុះពីអាក្រក់ចុះមួយចុះពីអញ្ចឹងណាក៏ប៉ុន្តែបងប្អូនមើលវីដេអូនេះឆ្កែមួយក្បាលនេះគឺល្អខ្លាំងមែនទែនស្រឡាញ់មកចាស់ដឹងគុណហើយល្អខ្លាំងមែនទែនបងប្អូនយើងមើលហើយគឺពិតជាមានអារម្មណ៍ថាបើទោះបីជាស្អប់មិនសូវជាចូលចិត្តក៏មានចំណងមួយគឺទាញឲ្យយើងទៅទិញឆ្កែយកមកចាំដែរហើយវីដេអូទី2នេះគឺជាវីដេអូដែលខ្ញុំធ្លាប់បានបង្ហាញបងប្អូនពីមុនមកហើយដែលឥឡូវនេះល្បីដល់ពួកអឺរ៉ុបទៀតអញ្ចឹងណាកែមួយក្បាលដែលយំអោបមកចាស់ឈឺចាប់ស្លុតចិត្តយំឡើងព្រឺរោមបងប្អូនស្ដាប់ឆ្កែយំឡើងព្រឺរោមតែម្ដងដោយសារតែម្ចាស់របស់វានឹងគឺបានអនិច្ចកម្មបាត់ទៅហើយអញ្ចឹងគឺវាឈឺចិត្តទាំងកូនចៅរបស់លោកតាដែលជាមនុស្សនឹងគឺក៏គាត់យំហើយឆ្កែដែលគាត់បានចិញ្ចឹមនឹងក៏យំដែរអញ្ចឹងត្រឡប់មកវិញខ្ញុំរីករាយនៅពេលដែលគេជេរខ្ញុំមួយឆ្កែតែកុំជេរញយពេកបាយបាយ